Wow, okបងប្អូនសួនផ្កាស្បៃលឿងឆ្នាំទៅឥឡូវប្រែខ្លះជាសួនផ្កាជក់រត់បងប្អូនលឿងដូចគ្នាប៉ុន្តែសួនផ្កាជក់រត់នេះគឺផ្កាធំធំជាងហើយវាស្រស់ស្អាតជាងតែឥឡូវកំពុងតែរិចបដាបងប្អូនមិនទាន់សោះទេវារិចមួយប៉ុន្តែចាប់ដើមមើលឃើញស្អាតអញ្ចឹងបងប្អូនអាចមកលេងបានទេហើយផ្កាស្បៃលឿងឆ្នាំទៅក៏វាដាច់ពូជតាណាដែរគេរុញយកទៅខាងកើតស្ពានម្ដងបងប្អូននៅតែស្រស់ស្អាតហើយមានកន្លែងថតលេងច្រើនកន្លែងតអ្នកខេត្តកំពង់ចាមមកថតរូបលេងទាំងអស់គ្នាកដាថ្ងៃត្រង់ក៏រៀងមានអារម្មណ៍ថាបច្ចាក់ដែរដោយសារនៅលើកង្ហាលយន្តហោះប៉ុណ្ណាប៉ុណ្ណីសួនផ្កាក្រោមស្ពានគីសូណាឆ្នាំទៅគឺផ្កាស្បៃលឿងតែឆ្នាំនេះបងប្អូនអើយសើតែឈុករត់លឿងដែរតែលឿងវារៀងធំអែបងប្អូនហើយឥឡូវនេះផ្កាកំពុងតែរីកបដាបងប្អូនមួយអីប៉ុន្តែមួយទៅចង់សោះដែរមើលខាងនោះហ្នឹងអញ្ចឹងបន្តិចទៀតទៅផ្កាសោះស្អាតហ្មងបងប្អូនដែលចង់ថតរូបមកថតរូបលេងនៅកំពង់ចាមយើងមានទស្សនីយភាពប្លែកទៀតហើយគេរៀបចំដាំនេះជាជួរផ្លូវស្អាតត្រង់ភ្លឹងហ្មងណាហើយនៅខាងកើតស្ពានគឺមានផ្កាដែរផ្កាស្បៃលឿងរបស់យើងហ្នឹងមិនទាន់ដាច់ពូជឡើយនៅខាងនោះម្ដងផ្កាទូចផ្កាឈុករត់គេហៅថាផ្កាព្រះអាទិត្យគេនោះ sunflower ហ្នឹងបងប្អូនឥឡូវ flower ច្រើនពេកដល់ក្តៅឥឡូវបាញ់ទៅជោគម៉ោង1ម៉ោង2ដាំល្អណាស់ឃើញដើមវាឆ្លោះល្អអាចមើលទៅពេលផ្កាវារីកសោះមកដឹងតែស្អាតប៉ុណ្ណាទេខ្មុំមិនបានផ្កាកន្លែងណាខ្មុំហ្នឹងមែនតែហ្មងអាខ្មុំអាកន្លងហ្នឹងមិនបានទេផ្កាស្អាតវាក្រេបបានអីហ្មងគិចក្បាលគ្នាហ្មងចឹងមិនថាណាហឺតក្តាប់ដងធ្វើពូជបាទឥឡូវដើរដល់ក្រោមស្ពានហើយក្រោមស្ពានត្រជាក់នៅនោះវិញវាថ្ងៃនេះបងប្អូនពូជផ្កាស្បៃលឿងឆ្នាំទៅយើងដាំនៅខាងកើតស្ពានហ្នឹងឥឡូវរៀលមកដល់ខាងដាំនៅខាងលិចស្ពានឥឡូវរៀលមកខាងកើតស្ពានហើយដូចជាដោះវាមិនសូវម៉ាអានេះគេលក្ខណៈគេព្រោះចោលហ្នឹងទៅអានេះគ្រាន់តែព្រោះចោលក៏ដោះដែរនេះវាមានជំងឺប៉ះអ្នកខាងចានេះស្អីគេហ្នឹងកាយគេទៅនោះកន្លែងពិភពវាមកអូចាផោះព្រៀនអីកុំថាខ្មុំក៏ទេសឡងចាប់ក៏វាមកដែរកាវាចម្រោះពណ៌អញ្ចឹងនេះសើចាប់អូចំយ៉ាចាប់មែនទេមិនចាប់លេងទេអត់ទៅខ្លាចទេនេះចាប់នេះអត់ខ្លាចចាប់វាអត់ខ្លាចមនុស្សវាលេងខ្លាចមនុស្សហើយអញ្ចឹងបងប្អូនទេសភាពស្អាតណាឥឡូវមើលផ្កាអស់ចិត្តឥឡូវឡើងទៅឋានប្រច័នហ្មងអូឋានប្រច័នហ្នឹងនេះខាងលិចស្ពានផ្កាឈូករត់ខាងកើតស្ពានក៏ផ្កាដែរបងប្អូនលឿងចម្រុះពណ៌មានផ្កាឈូកមានក្រហមមានលឿងទៅស្អាតណាសម្រាប់អ្នក selfie ដឹងតែមិនខ្វះប្លង់ទេជាតិហូបកានូគេអូមានហូបកានូទៀតណានៅក្រោមស្ពានណាគេឆោមលុបតិចមើលក្រោមស្ពានគេមានគូគំនូទុកឲ្យយើង selfie បានទៀតគំនូហ្នឹងមើលពីចម្ងាយក៏ឃើញនោះគាត់នេះអត់តាល់ដែរចាំនឹងចូលចិត្តផ្កាដែរហ្នឹងហើយគំនូច្រើនណាមានគំនូវិរៈកងទ័ពយើងសម្រាប់យើង selfie ក៏បានដែរគំនូច្រើននៅក្រោមស្ពានសួននេះគេចេះតែបរិចធំទៅការដើមឡើងគឺតំណតិចទេនេះឥឡូវចេះតែបរិចដើម្បីតាក់ទាញភ្ញៀវទេសចរឲ្យមកលេងខេត្តកំពង់ចាមឲ្យបានកាន់តែច្រើនឡើងព្រោះឆ្នាំនេះកំពង់ចាមយើងជាប់លេខម៉ាស់លេខ2ឯងចូលឆ្នាំចូលដល់ខ្មែរមានអ្នកមកលេងច្រើនជាប់ចំណាក់ថ្នាក់លេខ2បន្ទាប់ពីភ្នំពេញអញ្ចឹងយើងនៅតែភ្នំពេញបើយើងប៉ាដាច់ភ្នំពេញទៀតយើងអធិរាជឥឡូវយើងមកដល់ហើយបងប្អូននេះអូហូបអីខ្លះច្រើនណាតែរូបបាយផ្លៃបងប្អូនខាង
Cambodia love peace Cambodia love peace រូបវារៈកងទ័ពនិយាយទៅជាងហ្នឹងគឺជាងលក្ខណៈថាសប្បុរសធម៌ជាងគេគូព្រីទេ Bring me into golden sunlight. If I'm going with you, I know we'll get to the other side. ឥឡូវយើងឃើញថាដើរលេងសួនផ្កាក្រោមស្ពានមកធួមមកមានអារម្មណ៍ថាក្តៅដែរហើយស្ងាត់ទេអត់សូវមានបងប្អូនមកថតលេងដោយសារតែវាក្តៅពេកហើយខ្ញុំដើរមកធួមបាច់ញើនេះឥឡូវកំពុងតែរៀបចំឡើងទៅវិញហើយ តិចជាងហ្នឹងមកឆាចាប់ដើមចាញ់ហើយបើអ្នកប្រមាញ់មកឆានេះចាប់ដើមចូលទៅផ្ទះវិញដែរ ទៅផ្ទះវិញហើយដល់ម៉ោងទៅផ្ទះវិញអានេះបើសិនជាយើងមកពេលល្ងាចចុះអូមនុស្សម្នាច្រើនណាស់អ្នកប្រមាញ់រូបភាពហ្នឹងមិនដឹងថាសុវ័យប្រមាញ់យ៉ាងណាទេរូបភាពច្រើនដែលត្រូវគួរថតតែមានផ្កាមានកន្លងមានខ្មុំហេតោះបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេអញ្ចឹងកុំភ្លេចចូលរួមមកលេងសួនផ្កានៅក្រោមស្ពានគិសនាទាំងអស់គ្នាគឺស្រស់ស្អាតបងប្អូនខេត្តកំពង់ចាមយើងអូខេប៉ុណ្្នឹងទេបាយបាយ I know you always understand. Bring me into golden sunlight. If I'm going with you, I know we'll get to the other side. Sinking in, I know this feels right. Catching a breeze, love.